អ្នកបានដឹងឬទេពេលដែលយើងចង់និយាយពីចំណុចមួយទៅចំណុចមួយនៅក្នុងភាសាចិនយើងត្រូវនិយាយយ៉ាងដូចម្ដេចឆងតោគឺរចនាសម្ព័ន្ធភាសាចិនដែលប្រើសម្រាប់បង្ហាញចន្លោះពីចំណុចចាប់ផ្ដើមទៅចំណុចបញ្ចប់រចនាសម្ព័ន្ធឆងបូកចាប់ផ្ដើមបូកតោបូកបញ្ចប់ការប្រើប្រាស់សំខាន់1ពេលវេលាពីពេលមួយទៅពេលមួយ从早上到晚上ពីព្រឹកដល់ល្ងាច1ពីពេលមួយទៅពេលមួយទីកន្លែងពីកន្លែងមួយទៅកន្លែងមួយ从北京到上海ពី北港ទៅ上海3ដំណើរឬការផ្លាស់ប្ដូរពីស្ថានភាពមួយទៅស្ថានភាពមួយ从不会到会ពីមិនចេះទៅជាចេះសំខមមិនជាសំណួរនៅខាងក្រោមវីដេអូចង់ចុះឈ្មោះចូលរៀនសូមឆាតចូល Page ដើម្បីចុះឈ្មោះ